ស្ដីមកនៅគ្នាថ្ងៃនេះមេឃភ្លៀងដល់ពេលចឹងទៅជាសាច់មាន់ប្រឡាក់សាច់មាន់ហើយដាក់ចូលទូទឹកកកឲ្យវាចូលជាតិហើយឥឡូវនេះចាប់ផ្ដើមចៀនវាចឹងណាព្រោះមេឃភ្លៀងចេះយើងញ៉ាំជាមួយនឹងសាច់មាន់ចៀនឆ្ងាញ់តែហ្មងបាយច្រើនញ៉ាំមិនបាយច្រើនហើយបងអូនទាំងអស់គ្នាសាច់មាន់ដែលខ្ញុំកំពុងតែប្រឡាក់នេះគឺខ្ញុំប្រើជាមួយនឹងទឹកស៊ីអ៊ីវប្រើមួយទឹកស៊ីអ៊ីវច្រើនហើយប្រេងខ្យងបន្តិចទៅនៅពេលដែលយើងប្រឡាក់ទឹកស៊ីអ៊ីវច្រើនពេលដែលយើងកំពុងចៀនវាបែបនេះគឺវាឡើងពណ៌ស្អាតប៉ុន្តែកុំប្រើភ្លើងចៀនវាភ្លើងច្រើនពេកវាអាចធ្វើឲ្យសាច់ខ្លោចចឹងបងអូនចៀនដាក់ភ្លើងតិចតិចទៅហើយវានឹងចូលជាតិជាមួយនឹងទឹកស៊ីអ៊ីវដែលយើងបានប្រឡាក់វាចឹងណាខ្ញុំកំពុងប្រែឡើងដើម្បីឲ្យវាឆ្អិនឆាប់ចូលជាតិហើយដាក់ស្ករអំបិលប៊ីចេងតាមចំណង់ចំណូលចិត្តពុកម៉ែបងអូនទាំងអស់គ្នាណាតែសម្រាប់ខ្ញុំដាក់ទឹកស៊ីអ៊ីវច្រើនដើម្បីធ្វើឲ្យសាច់យើងចូលជាតិល្អពណ៌វាណែហើយឈ្ងុយមែនទែនហើយបើកភ្លើងតិចតិចណាកុំដាក់ភ្លើងច្រើនពេកហើយប្រឡាក់ជាមួយនឹងខ្ទឹមសពេលដែលយើងបំពងវាចំអិនវាចឹងទៅវាចេញអាជាតិខ្ទឹមសនឹងឈ្ងុយមកឆ្ងាញ់ឥឡូវឆ្អិនរួចរាល់ចាហើយប្រឡាក់ជាមួយទឹកស៊ីអ៊ីវដែលយើងញ៉ាំបសមិនទឹកស៊ីអ៊ីវខាប់ទេណាយើងប្រើទឹកស៊ីអ៊ីវធម្មតាឆ្ងាញ់ណាស់បងប្អូនទាំងគ្នាបើសាច់វិញញ៉ាំទៅនេះចូលជាតិល្អហើយឆ្អិនដល់ក្នុងទៀតសាច់មាន់នៅពេលដែលយើងប្រឡាក់វាទុកបាន2-3ម៉ោងឬក៏ប្រឡាក់ទុកពីយប់ទៅហើយដាក់ចូលទូទឹកកកហើយចាំយើងយកមកចៀនពេលព្រឹកឡើងញ៉ាំបាយមួយជ្រក់ធ្វើទឹកត្រីផ្អែមឬក៏យើងជ្រលក់ជាមួយនឹងទឹកម្ទេសក៏ឆ្ងាញ់ដែរដូចយើងញ៉ាំនៅហាងសាតនើបជាមួយនឹងភីសាអីនោះគេមានទឹកម្ទេសជ្រលក់ឲ្យអញ្ចឹងយើងញ៉ាំនៅផ្ទះយើងធ្វើលំឯងទៅបំមិនធ្វើទឹកត្រីកកកុងជ្រក់ឬក៏ទឹកត្រីអំប៉ាតុំទេគឺយើងមានទឹកជ្រលក់បែបសាមញ្ញនៅផ្ទះយើងញ៉ាំមួយណាបានយើងធ្វើមួយនឹងទៅតែបើបែបងាយយើងយកទឹកម្ទេសដែលនៅផ្ទះស្រាប់យើងគ្រាន់តែចាក់មកគឺយើងយកវាមកជ្រលក់ឆ្ងាញ់ហ្មងធានាថាញ៉ាំហើយបាយច្រើនឆ្ងាញ់ណាស់ឈ្ងុយហើយសាច់វាពេលដែលយើងចម្អិនហ្នឹងគឺឆ្អិនល្អអរគុណសម្រាប់ការចូលមើលទាំងអស់គ្នាបងអូនកុំភ្លេចជួយ share ឲ្យកូនញ៉ាំផងដើម្បីឲ្យកាន់តែញ៉ាំបាយឲ្យបានច្រើនឆ្ងាញ់ឆាប់ធំគឺបែបនេះគឺចូលចិត្តញ៉ាំរហូតនឹងញ៉ាំមកអត់ដែលទំនេរទេគ្រាន់តែចម្អិនហើយឆ្អិនព្រាមលក់ឲ្យមើលផ្លែតត្មងឆ្ងាញ់ណាស់រសជាតិឆ្ងាញ់បើសិនជាបានដុតវាទៀតលាយមួយទឹកឃ្មុំទៀតកាន់តែឆ្ងាញ់ទៀតនេះយើងប្រឡាក់វាធម្មតាទេញ៉ាំតអស់សតែឆ្អឹងហុចមកឲ្យបងអូនមើលទៀតថាវាឆ្ងាញ់ប្រកចិត្តឆ្ងាញ់មែនទេណាមិននិយាយលេងទេឲ្យតែយើងធ្វើទៅឆ្ងាញ់គឺយើងញ៉ាំបានច្រើនបាយបាយ